លេខទូសំធប់យន់រំកើក្រុងដាស់ប្រជាជនអ៊ីរ៉ង់ក្នុងរដ្ឋធានីតេរ៉ុងឲ្យភ្ញាក់ពីដំណេកនៅម៉ោង 4 ព្រឹកព្រហៀមថ្ងៃប្រហ័សទី 16 ខែកក្កដាឆ្នាំ 2026 បញ្ជាការកណ្ដាលអាមេរិកប្រកាសថាខ្លួនបានបើកការវាយប្រហាររយៈពេល 90 នាទីលើកោះ Greater Thon ភាគខាងត្បូងអ៊ីរ៉ង់មុនបើករលកវាយប្រហារទី 2 នៅថ្ងៃតែមួយរុញជួយទៅដល់ទីក្រុងតេរ៉ុងអ៊ីរ៉ង់បានបើកសំណាញ់មេការពារដែនអាកាសនៅភាគខាងកើតនិងភាគខាងលិចរដ្ឋធានីហើយប្រកាសថាខ្លួនគ្មានផែនការចរចាជាមួយសហរដ្ឋអាមេរិកឡើយទីភ្នាក់ងារសារព័ត៌មាន FA របស់អ៊ីរ៉ង់រាយការណ៍ថាប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ត្រូវបានដាក់ឲ្យដំណើរការដើម្បីទប់ទល់ទៅនឹងយន្តហោះស៊ើបការរបស់សត្រូវខណៈដែលទីភ្នាក់ងារព័ត៌មាន TASNIM ដែលមានទំនាក់ទំនងជាមួយនឹងកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បញ្ជាក់ថាប្រព័ន្ធការពារត្រូវបានបើកទាំងនៅភាគខាងកើតនិងភាគខាងលិចទីក្រុងតេរ៉ុងមកដល់ថ្ងៃទី 16 កក្កដានេះកងទ័ពអាមេរិកបានបើកការវាយប្រហារលើអ៊ីរ៉ង់ជាប់គ្នា 5 ថ្ងៃហើយសិនខំបញ្ជាក់ថាគោលដៅគឺដើម្បីបំផ្លាញសមត្ថភាពយោធារបស់អ៊ីរ៉ង់ដែលប្រើគំរាមកំហែងទៅដល់នាវាឆ្លងកាត់ច្រកសមុទ្រ Hormuz CNN រាយការណ៍ថាលោក Donald Trump កំពុងពិចារណាពង្រីកប្រតិបត្តិការយោធាបន្ថែមទៀតទៅលើអ៊ីរ៉ង់ក្នុងចំណោមជម្រើសដែលកំពុងត្រូវបានពិភាក្សាមានការវាយប្រហារទៅលើកោះខាងដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់និងការទម្លាក់គ្រាប់បែកលើបណ្ដាញទីតាំងក្រោមដីនៅតំបន់ភ្នំពេញកាស៊ីដែលអាមេរិកសង្ស័យថាពាក់ព័ន្ធទៅនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ប៉ុន្តែសម្ពាធយោធាមិនបានធ្វើឲ្យជំហររបស់ទីក្រុងតេរ៉ុងទន់ខ្សោយឡើយអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសនៅថ្ងៃពុធថាអ៊ីរ៉ង់មិនមានផែនការត្រឡប់ទៅចរចាជាមួយអាមេរិកវិញទេហើយបានចោទថារដ្ឋធានី Washington កំពុងប្រើគ្រាប់បែកការបិទគប់សេដ្ឋកិច្ចនិងសម្ពាធយោធាដើម្បីបង្ខំឲ្យអ៊ីរ៉ង់ទទួលយកលក្ខខណ្ឌរបស់ខ្លួនដែលមិនអាចទៅរួចឡើយពេលនេះអ៊ីរ៉ង់នៅតែបន្តបាញ់មីស៊ីលត្រឡប់ទៅវិញនិងវាយប្រហារដោយដ្រូនឆ្លើយតបទៅកាន់ទីតាំងពាក់ព័ន្ធអាមេរិកនៅក្នុងតំបន់រួមទាំងប្រទេស Jordani, Bahrain និង Kuwait មិនទាន់មានព័ត៌មានពីការខូចខាតនៅឡើយទាំងខាងអ៊ីរ៉ង់និងសម្ព័ន្ធមិត្តរបស់អាមេរិករុស្ស៊ីនៅគណៈនេះកំពុងតែស្ថិតក្នុងស្ថានភាពតតច្រកអស់មធ្យោបាយដឹកជញ្ជូនអស់ផ្លូវដឹកជញ្ជូនគ្រប់គង់ស្បៀងគ្រប់គង់ក្របកំភ្លើងទៅជួយកងទ័ពរបស់ខ្លួននៅសមរភូមិជួបមុខដែលក្នុងនោះផ្លូវទឹកសំខាន់ត្រូវបានឡោមព័ទ្ធនិងកាត់ផ្ដាច់ដោយកងទ័ពអ៊ុយក្រែនសមុទ្រខ្មៅកំពុងស្ថិតនៅក្នុងដៃរបស់កងទ័ពអ៊ុយក្រែនសមុទ្រអាហ្សូវក៏ស្ថិតនៅក្នុងការគ្រប់គ្រងដោយកងទ័ពអ៊ុយក្រែនបន្ថែមលើនេះសេចក្តីរាយការណ៍របស់សារព័ត៌មានអ៊ុយក្រែនចុះផ្សាយថាយុទ្ធនាការសង្គ្រាមដ្រូនរបស់អ៊ុយក្រែនដែលសម្ដៅកាត់បន្ថយមធ្យោបាយសង្គ្រាមរបស់រុស្ស៊ីកំពុងតែមានប្រសិទ្ធភាពខ្លាំងអ៊ុយក្រែនបើកការវាយប្រហារកំទេចនាវារបស់រុស្ស៊ីទាំងនាវាដឹកប្រេងនាវាដឹកទំនិញរបស់រុស្ស៊ីឆ្លងកាត់សមុទ្រអាហ្សូវឆ្លងកាត់សមុទ្រខ្មៅគឺកំទេចបានរហូតដល់ទៅ136គ្រឿងរយៈពេល11ថ្ងៃមកនេះនាវារបស់រុស្ស៊ីដែលឆ្លងកាត់សមុទ្រអាហ្សូវអត់មានសុវត្ថិភាពនោះទេនៅគណៈដែរសមុទ្រខ្មៅក៏រុស្ស៊ីអស់សមត្ថភាពប្រើប្រាស់តំបន់សមុទ្រខ្មៅទៅហើយនៅពេលនេះយ៉ាងណាការឆេះនាវារបស់រុស្ស៊ីរហូតដល់ទៅ136គ្រឿងជារូបភាពអាក្រក់បំផុតដែលបង្កឲ្យមហាអំណាចនេះឈឺចាប់ប្រតិកម្មនិងការវាយបំផ្លិចបំផ្លាញនាវាដឹកប្រេងនាវាដឹកទំនិញរបស់រុស្ស៊ីដោយដ្រូនរបស់អ៊ុយក្រែននេះប្រមុខការទូតរបស់រុស្ស៊ីគឺលោក Sergei Lavrov បានហៅអ៊ុយក្រែនបច្ចុប្បន្ននេះថាមិនខុសអីនឹងក្រុមភេរវកម្មចៅសមុទ្រដ៏អាក្រក់នោះទេលោក Sergei Lavrov បានថ្លែងនៅឯសន្និសីទសារព័ត៌មានរួមមួយជាមួយនឹងរដ្ឋមន្ត្រីការបរទេសនៃប្រទេសឆាតដោយលោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីចាត់ទុកអ៊ុយក្រែនបច្ចុប្បន្នអាក្រក់ជាងចៅសមុទ្រទៅទៀតលោកថាចៅសមុទ្រគេប្លន់យកទ្រព្យសម្បត្តិរបស់នាវាប៉ុន្តែដល់អ៊ុយក្រែនវាកំទេចឆេះទ្រព្យសម្បត្តិរបស់គេទៅទៀតគឺអាក្រក់ខ្លាំងណាស់ដែលទង្វើដូចនេះលោក Sergei Lavrov ប្រមុខការទូតរុស្ស៊ីថ្កោលទោសយ៉ាងខ្លាំងហើយប្រកាសប្រាប់ពិភពលោកថាអ៊ុយក្រែនក្លាយជាកម្លាំងភេរវកម្មទៅហើយនៅពេលនេះប៉ុន្តែសំណួរសួរថាតើនៅពេលដែលរុស្ស៊ីបង្កការឈ្លានពានកំពុងតែឈ្លានពានវាយទៅលើប្រទេសអ៊ុយក្រែនដោយវាយទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៃប្រទេសអ៊ុយក្រែនសម្រាប់ប្រជាជនអ៊ុយក្រែនជិត5ឆ្នាំមកនេះថាតើរុស្ស៊ីបានដឹងអំពីផល
វិបាកចាស់ទៅលើខ្លួនឯងដែរឬទីហើយយល់អំពីទុក្ខសោករបស់ប្រជាជនអ៊ុយក្រែនដែរឬទីនេះជាការចោទសួររបស់អ្នកសង្កេតការណ៍អ្នកវិភាគដែលចោទសួរទៅរុស្ស៊ីវិញថាតើបង្កសង្គ្រាមបង្កវិនាសកម្មទៅលើប្រជាជនអ៊ុយក្រែនអ្វីដែលធ្វើឲ្យរុស្ស៊ីឈឺចាប់វាស្មើនឹងតុល្យភាពនៃសង្គ្រាមខាងក្រោមនេះគឺជាសេចក្តីប្រែសម្រួលបន្ថែមទៀតដោយក្រុម 7 Info ដែលមានដូចតទៅនេះ រុស្ស៊ីនៅក្នុងពេលនេះកំពុងស្វែងរកមធ្យោបាយដើម្បីបង្វែរទិសដៅកប៉ាល់និងនាវាចេញពីសមុទ្រអាហ្សូវបន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានវាយប្រហារនាវារបស់រុស្ស៊ីជាង100គ្រឿងក្នុងនោះមាននាវាដឹកប្រេងផងដឹកទំនិញផងក្នុងរយៈពេលតិចពីសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីធ្វើឲ្យតំបន់គ្រីមៀកំពុងតែឯកោរបាយការណ៍បានបង្ហាញថាកងកម្លាំងអ៊ុយក្រែនបានវាយប្រហារនាវារុស្ស៊ីយ៉ាងហោចណាស់105គ្រឿងនៅក្នុងសមុទ្រអាហ្សូវនៅក្នុងរយៈពេល8ថ្ងៃកន្លងមកនេះដែលជាផ្នែកមួយនៃយុទ្ធនាការកាន់តែខ្លាំងឡើងរបស់ពួកគេដើម្បីញែកតំបន់គ្រីមៀដែលកាន់កាប់ដោយទីក្រុងមូស្គូយោងតាមលោកវរៈសេនាឯកដែលមានឈ្មោះថា Robert Brody មេបញ្ជាការកងកម្លាំងប្រព័ន្ធគ្មានមនុស្សបើករបស់អ៊ុយក្រែន USF បានឲ្យដឹងថាកងកម្លាំងរបស់លោកវាយប្រហារនាវាចំនួន10គ្រឿងក្នុងរយៈពេលមួយយប់រួមទាំងសាឡាងផងដែរនាវាដឹកប្រេងដែលរុស្ស៊ីប្រើប្រាស់ដើម្បីដឹកជញ្ជូនប្រេងនិងផលិតប្រេងកាដែលគេចវេះពីទណ្ឌកម្មគឺសុខសង្តរងនៃការវាយប្រហារBrody បានសរសេរបង្ហោះនៅក្នុងបណ្ដាញ Telegram កាលពីថ្ងៃច័ន្ទទី13កក្កដាដោយសម្ដៅលើច្រកសមុទ្រ Kerch និងហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មដែលបម្រើតំបន់គ្រីមៀដែលកាន់កាប់ដោយទីក្រុងមូស្គូថាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ឧបទ្វីបនេះកំពុងត្រូវបានស្ទះជារៀងរាល់យប់ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រត្រូវបានបញ្ឈប់ហើយការដឹកជញ្ជូនទំនិញត្រូវបានកាត់បន្ថយដោយកម្រិតអបបរមាយោងតាមវិទ្យាស្ថានសិក្សាសង្គ្រាមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកកងកម្លាំងអ៊ុយក្រែនបានចាប់ផ្ដើមបង្កើនការវាយប្រហារប្រឆាំងនឹងនាវានៅក្នុងសមុទ្រអាហ្សូវកាលពីថ្ងៃច័ន្ទសប្តាហ៍មុនដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់សមត្ថភាពរបស់រុស្ស៊ីនៅក្នុងការសម្របខ្លួនទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនប្រឆាំងនឹងភស្តុភារកម្មដែលមានមូលដ្ឋាននៅលើដីគោករវាងរុស្ស៊ីនិងតំបន់គ្រីមៀដែលកាន់កាប់ដែលបណ្ដាលឲ្យមានការខ្វះខាតប្រេងសាំងធ្ងន់ធ្ងរISW បានឲ្យដឹងថាការវាយប្រហាររបស់អ៊ុយក្រែនប្រឆាំងនឹងការដឹកជញ្ជូនប្រេងសាំងតាមសមុទ្ររបស់រុស្ស៊ីក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះតំណាងឲ្យដំណាក់កាលថ្មីមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនដើម្បីញែកតំបន់គ្រីមៀដែលកាន់កាប់ចេញពីបណ្ដាញភស្តុភាររបស់រុស្ស៊ីនិងដើម្បីរំខានដល់ផ្លូវដឹកជញ្ជូនតាមសមុទ្ររបស់រុស្ស៊ីជាពិសេសសម្រាប់ផលិតផលប្រេងកាតនិងគ្រាប់ធញ្ញជាតិសមុទ្រអាហ្សូវស្ថិតនៅចន្លោះប្រទេសរុស្ស៊ីនិងឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនដែលត្រូវបានកាន់កាប់ដោយកងទ័ពទីក្រុងមូស្គូចាប់ពីឆ្នាំ2022ហើយនៅតំបន់គ្រីមៀដែលរុស្ស៊ីបានបញ្ចូលជាឧបសម្ព័ន្ធផ្លូវនាំចេញដ៏សំខាន់មួយសម្រាប់រុស្ស៊ីដើម្បីផ្គត់ផ្គង់ដល់តំបន់គ្រីមៀដែលកាន់កាប់ក៏ដូចជាដើម្បីដឹកជញ្ជូនផលិតផលកសិកម្មរួមទាំងគ្រាប់ធញ្ញជាតិដែលត្រូវបានលួចពីប្រទេសអ៊ុយក្រែនដែលកាន់កាប់ផងដែរនោះយុទ្ធនាការវាយប្រហារចម្ងាយឆ្ងាយនិងមធ្យមដ៏ជោគជ័យរបស់អ៊ុយក្រែនកំពុងបង្កឲ្យមានការភ័យស្លន់ស្លោនិងកំហឹងនៅក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយដែលជាប់ពាក់ព័ន្ធនឹងវិមានក្រំឡាំងអ្នកសរសេរប្លុកលើបណ្ដាញសង្គមបានចោទជាសំណួរសួរអំពីសមត្ថភាពការពារដែនអាកាសរបស់រុស្ស៊ីគ្រប់គ្រាន់ដែរឬទេការសម្រេចចិត្តល្អដែរឬទេរបស់វិមានក្រំឡាំងនៅក្នុងពេលនេះដែលបានធ្វើឲ្យរុស្ស៊ីនិងអ៊ុយក្រែនដែលធ្លាប់តែត្រូវបានវាយប្រហារបែរជាអាចវាយប្រហាររុស្ស៊ីបានវិញអ្នកសរសេរប្លុកដ៏ល្បីរបស់រុស្ស៊ីបានស្ដីបន្ទោសវិបត្តិដែលកើតឡើងដោយការវាយប្រហាររបស់អ៊ុយក្រែននៅភាគខាងលិចនិងតំបន់ផ្សេងទៀតនៃប្រទេសរុស្ស៊ីការធ្វេសប្រហែសយ៉ាងច្បាស់លាស់នេះគឺធ្វើឲ្យមន្ត្រីទីក្រុងមូស្គូបានសង្កត់ធ្ងន់ថាវិមានក្រំឡាំងនឹងមិនអាចជួសជុលបញ្ហាទាំងអស់នេះបានឆាប់រហ័សបាននោះទេបើតាមការលើកឡើងរបស់អ្នកសរសេរប្លុកនោះមានមនុស្សមួយចំនួនទៀតបានលើកឡើងថារុស្ស៊ីពេលនេះកំពុងតែតស៊ូយ៉ាងលំបាកដើម្បីការពារកប៉ាល់ដឹកប្រេងរបស់ខ្លួននៅសមុទ្រអាហ្សូវប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនដែលភាគច្រើនកើតឡើងដោយសារតែខ្វះប្រព័ន្ធការពារការដឹកជញ្ជូនរួមដោយវាតម្លៃយុទ្ធសាស្ត្រទីក្រុងខៀវនៅក្នុងសមុទ្រអាហ្សូវវិទ្យាស្ថានសិក្សាអំពីសង្គ្រាមបានបញ្ជាក់ថាអសមត្ថភាពរបស់រុស្ស៊ីនៅក្នុងការសម្របប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនទៅនឹងសង្គ្រាមយន្តហោះគ្មានមនុស្សបើកដែលសម្របខ្លួនយ៉ាងឆាប់រហ័សបានកំណត់លក្ខណៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៃសង្គ្រាមនៅអ៊ុយក្រែនផ្ទុយនឹងការប្រណាំងប្រជែងការការពារការវាយប្រហារដែលបានកំណត់លក្ខណៈយុទ្ធនាការវាយប្រហាររបស់ភាគីទាំងពីររុស្ស៊ីបានឲ្យដឹងផងដែរថាខ្លួនកំពុងស្វែងរកផ្លូវដឹកជញ្ជូនជំនួសហើយអាចកំណត់ចរាចរណ៍នៅក្នុងសមុទ្រអាហ្សូវដោយសារតែការវាយប្រហារវាកាន់តែខ្លាំងឡើងពីសំណាក់អ៊ុយក្រែនដោយក្នុងនោះគេបានមើលឃើញក្រសួងកសិកម្មរបស់រុស្ស៊ីចេញសេចក្តីថ្លែងការណ៍មួយថាផ្លូវដឹកជញ្ជូនជំនួសកំពុងត្រូវបានបង្កើតឡើងដោយមានកិច្ចសហការជាមួយនឹងភ្នាក់ងារពាក់ព័ន្ធនិងសហគមន៍ធុរកិច្ចហើយទទូចថាការនាំចេញនៅអាចបន្តបានក្រសួងបានឲ្យដឹងថាស្ថានភាពនៅសមុទ្រអាហ្សូវមិនមានផលប៉ះពាល់ដល់ការផ្គត់ផ្គង់ស្បៀងអាហារក្នុងស្រុកឬក៏សមត្ថភាពនាំចេញរបស់ប្រទេសនោះ
នោះទេក្រសួងដឹកជញ្ជូនរបស់រុស្ស៊ីបានបន្ថែមថាចំណាត់ការចាំបាច់ទាំងអស់ដើម្បីធានាបាននូវប្រតិបត្តិការរលូននៃការដឹកជញ្ជូនទំនិញខណៈដែលការវាយប្រហារកើនឡើងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានមានប្រសាសន៍ថាវិមានក្រំឡាំងកំពុងធ្វើការដើម្បីបញ្ឈប់ការវាយប្រហារមួយនេះSergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានចោទប្រកាន់អ៊ុយក្រែនពីបទប្រព្រឹត្តអំពើភេរវកម្មផងដែរដោយលោកមានប្រសាសន៍ថាអ្វីដែលរបបអ៊ុយក្រែនកំពុងធ្វើគឺវាលើសពីការលួចប្លន់សមុទ្រទៅទៀតយ៉ាងហោចណាស់ចោលសមុទ្រវាប្លន់យកទ្រព្យសម្បត្តិសម្រាប់ខ្លួនឯងប៉ុន្តែនៅទីនេះវាមិនបានផ្ដល់ផលប្រយោជន៍ដល់ពួកគេឬអ្នកផ្សេងទេគោលដៅគឺគ្រាន់តែបង្កការខូចខាតនិងគំរាមកំហែងប៉ុណ្ណោះនេះគឺជាអំពើភេរវកម្មសុទ្ធសាធនិងសាមញ្ញការវាយប្រហារនេះកើតឡើងនៅពេលដែលអ៊ុយក្រែនបង្កើនការវាយប្រហារចម្ងាយឆ្ងាយលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធថាមពលផ្សេងទៀតដែលបង្កឲ្យមានវិបត្តិប្រេងឥន្ធនៈនៅលើទឹកដីគ្រីមៀផងដែរហើយក្រសួងការពិជារុស្ស៊ីបានឲ្យដឹងថាទូទាំងប្រទេសតែម្ដងនៅថ្ងៃអង្គារទី14កក្កដាអ៊ុយក្រែនវាយប្រហារ288 drone ហើយអាជ្ញាធររុស្ស៊ីបានឲ្យដឹងថាកំទេចកំទីនៃ drone វាបានធ្លាក់ប៉ះពាល់ដល់ផ្ទះសម្បែងនិងបានធ្វើឲ្យមនុស្សមួយចំនួនរងរបួសអ៊ុយក្រែនក៏បើកការវាយប្រហាររោងចក្រចម្រាញ់ប្រេងមួយផ្សេងទៀតនៅសាធារណរដ្ឋបាស្កូតូស្តានដែលបានវាយប្រហារចំនួន2ដងនៅក្នុងខែកញ្ញាឆ្នាំ2025អភិបាលរដ្ឋរ៉ាឌីខាប៊ីរ៉ូបានឲ្យដឹងនៅក្នុង Telegram ថាការវាយប្រហារនេះបានវាយប្រហារតំបន់ឧស្សាហកម្មមួយនៅក្នុងទីក្រុងសាឡាវ៉ាត់ការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីបានរួមចំណែកដល់វិបត្តិប្រេងឥន្ធនៈដែលនាំឲ្យទីក្រុងមូស្គូហាមឃាត់ការនាំចេញប្រេងឥន្ធនៈមួយចំនួនចំពេលមានការកើនឡើងនៃតម្លៃថាមពលទូទាំងពិភពលោកក្រសួងការពិជារុស្ស៊ីក៏បានឲ្យដឹងផងដែរថាខ្លួនបានវាយប្រហារគោលដៅនៅទីក្រុងគីវហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅក្នុងតំបន់អូដេសារបស់អ៊ុយក្រែននិងទីតាំងផ្ទុកប្រេងឥន្ធនៈសម្រាប់កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ផេយូសេនីអ្នកនាំពាក្យកងទ័ពជើងទឹកអ៊ុយក្រែនលោកឌីមេត្រូផ្លេតេនឈុកបានឲ្យដឹងថាកងកម្លាំងរុស្ស៊ីបានវាយប្រហារនាវាស៊ីវិលមួយគ្រឿងដែរនៅកំពង់ផែសមុទ្រខ្មៅអូដេសារបស់អ៊ុយក្រែនតែមិនមានអ្នកស្លាប់និងរងរបួសនៅក្នុងការវាយប្រហារនេះនោះទេនិងគេបញ្ជាក់ផងដែរថាកងកម្លាំងរបស់ពួកគេបានបាញ់ទម្លាក់ BC ចំនួន7គ្រាប់យន្តហោះគ្មានមនុស្សបើកចំនួន108គ្រឿងនៅទូទាំងប្រទេសដែលជាការសងសឹកពីសំណាក់រុស្ស៊ីវិញនោះជំរាបថាការវាយប្រហារមកកាន់តំបន់សមុទ្រអាស៊ីនេះកំពុងធ្វើឲ្យទីផ្សារគ្រាប់ធញ្ញជាតិនិងគ្រាប់ពូជមានការកើនឡើងថ្លៃហើយគេបានមើលឃើញថាសម្ពាធភូមិសាស្ត្រនយោបាយថ្មីកំពុងធ្វើឲ្យសមុទ្រខ្មែរមានការប្រែប្រួលមតិឯករាជ្យពីអនុប្រធានផ្នែកលក់ទូទាត់និងប្រតិបត្តិការ Stone X នាទីក្រុងឡុងលោក Bertrand Osterly បានមានប្រសាសន៍ថាវាកំពុងបង្កើនហានិភ័យនៃពាណិជ្ជកម្មស្រូវសាលីនៅសមុទ្រខ្មៅដែលធ្វើឲ្យមានការអាចនាំទៅរកការផ្អាកការដឹកជញ្ជូននៅសមុទ្រអាស៊ីបើតាមការប៉ាន់ប្រមាណបានដឹងថា 30% ទៅ 40% នៃការនាំចេញស្រូវសាលីរបស់រុស្ស៊ីតែងតែធ្វើដំណើរតាមអាស៊ីនេះហើយដូច្នេះវាអាចជំរុញឲ្យតម្លៃនាពេលអនាគតកើនឡើងបន្ទាប់ពីការរងការវាយប្រហាររុស្ស៊ីសន្យាថាការនាំចេញរបស់ខ្លួននឹងមិនរងផលប៉ះពាល់នោះទេតែខណៈគេមើលឃើញថាពន្ធដឹកជញ្ជូនតាមផ្លូវដែកកំពុងកើនឡើងថ្លៃនៅក្នុងពេលដែលផ្លូវទឹកកំពុងរងនឹងការវាយប្រហារតាមរបាយការណ៍របស់អ៊ីកាបានឲ្យដឹងថាការវាយប្រហាររបស់អ៊ុយក្រែនបានកំពុងធ្វើឲ្យស្រូវសាលីរបស់រុស្ស៊ីនៅក្នុងខែកក្កដាបានធ្លាក់មកត្រឹម2លានតោនពី2លាន5សែនតោននៅក្នុងខែមិថុនាបាទទូរទស្សនិកជនយើងមិនទាន់ទៅណាឆ្ងាយពីបញ្ហានៅក្នុងតំបន់មជ្ឈិមបូព៌ាទេនៅចំពោះមុខការគម្រាមកំហែងមិនឈប់ឈរពីខាងអ៊ីរ៉ង់ផងនិងពីខ្សែបណ្ដាញរបស់អ៊ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ាផងឥឡូវនេះគឺសហរដ្ឋអាមេរិកបានអនុម័តនៅការលក់អាវុធឲ្យទៅប្រទេសក្នុងតំបន់មានខាងប្រទេសអារ៉ាប៊ីសាអូឌីតនិងលក់ទៅកាន់ប្រទេសគុយវ៉ែតក្រសួងការបរទេសអាមេរិកបានឲ្យដឹងថាក្រសួងបានសម្រេចអនុម័តការលក់អាវុធដែលធ្វើទៅបាននៅក្នុងតម្លៃ$1.96 លានទៅឲ្យប្រទេសអារ៉ាប៊ីសាអូឌីតនិងកញ្ចប់ថែទាំយន្តហោះដាច់ដោយឡែកតម្លៃ$484 លានសម្រាប់ប្រទេសគុយវ៉ែតនៅក្នុងសេចក្តីថ្លែងការណ៍ក្រសួងបានឲ្យដឹងថាកិច្ចព្រមព្រៀងដែលបានស្នើឡើងរបស់ប្រទេសអារ៉ាប៊ីសាអូឌីតរួមមានផ្នែកនាំមុខប្រព័ន្ធអាវុធស៊ីបគោលដៅឈានមុខរហូតដល់20000ឈុតសម្រាប់ការប្រើប្រាស់ពីអាកាសទៅអាកាសនិងពីអាកាសទៅដីគោករួមជាមួយនឹងជើងទម្រក្បាលគ្រាប់គ្រឿងបន្លាស់ការបណ្ដុះបណ្ដាលនិងការគាំទ្រផ្នែកភស្តុភារកញ្ចប់របស់ប្រទេសគុយវ៉ែតក្រសួងបានឲ្យដឹងថាគ្របដណ្ដប់លើការថែទាំនិងឧបករណ៍ពាក់ព័ន្ធសម្រាប់យន្តហោះ C-17 រួមទាំងគ្រឿងបន្លាស់ការគាំទ្រផ្នែកថែទាំកម្មវិធី software ការបណ្ដុះបណ្ដាលនិងសេវាភស្តុភារការលក់អាវុធនិងដំណើរការបន្ទាប់ពីការពិនិត្យឡើងវិញរបស់សភានៅមកកាន់ព័ត៌មានដែលឡែកអំពីដំណើរការដកកងទ័ពរបស់សហរដ្ឋអាមេរិកចេញពីប្រទេសអ៊ីរ៉ាក់ខាងសហរដ្ឋអាមេរិកបានឲ្យដឹងថាខ្លួននឹងបំពេញកិច្ចការដកកងទ័ពចេញពីប្រទេសអ៊ីរ៉ាក់នេះឲ្យរួចរាល់នៅត្រឹមចុងខែកញ្ញានាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោកអាលីអាល់ហ្សៃឌី
បានឲ្យដឹងថាកងទ័ពអាមេរិកបានឲ្យដឹងថាពួកគេនឹងដកកម្លាំងចេញពីប្រទេសរបស់លោកទាំងស្រុងនៅចុងខែកញ្ញាលោកបានប្រកាសនាថ្ងៃអង្គារនៅឯសេតវិមានជាកន្លែងដែលលោកបានទៅធ្វើទស្សនកិច្ចដើម្បីពិភាក្សាជាមួយប្រធានាធិបតីអាមេរិក Donald Trump នាយករដ្ឋមន្ត្រីរូបនេះបានឲ្យដឹងថាក្រុមហ៊ុនអាមេរិកនឹងចូលរួមទៅក្នុងប្រទេសអ៊ីរ៉ាក់លោកបញ្ជាក់ថាទំនាក់ទំនងទ្វេភាគីនឹងអភិវឌ្ឍពីភាពជាដៃគូយោធាទៅជាសេដ្ឋកិច្ចលោក Donald Trump បាននិយាយថាយោធាអាមេរិកលែងត្រូវការទៀតហើយនៅវត្តមាននៅក្នុងប្រទេសអ៊ីរ៉ាក់ហើយក្រុមហ៊ុនប្រេងនឹងចូលទៅក្នុងប្រទេសនេះនឹងបង្កើតភាពជាដៃគូនៅទីនោះវិញលោកបានសម្ដែងក្តីសង្ឃឹមថាក្រុមហ៊ុនអាមេរិកនឹងពង្រីកអាជីវកម្មប្រេងរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់កងទ័ពអាមេរិកបានដាក់មូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ាក់ចាប់តាំងពីមានការឈ្លានពានឆ្នាំ2003ពួកគេបានដកកងទ័ពចេញពីប្រទេសនេះទាំងស្រុងប៉ុន្តែបានវិលត្រឡប់ទៅវិញដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃក្រមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមសហរដ្ឋអាមេរិកបានបញ្ចប់នៅបេសកកម្មប្រយុទ្ធរបស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសអ៊ីរ៉ាក់តាំងពីឆ្នាំ2021គណៈកម្លាំងអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់កម្លាំងប្រដាប់អាវុធមានទំនាក់ទំនងជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ក្តីព្រួយបារម្ភកំពុងកើនឡើងដែលថាការដកកងទ័ពអាចធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ាក់និងតំបន់ជុំវិញនោះផងដែរខ្ញុំបានព័ត៌មានដោយឡែកអំពីបញ្ហានៅក្នុងរឿងអ៊ុយក្រែននិងរុស្ស៊ីវិញប៉ុន្តែយើងនិយាយដោយឡែកសម្រាប់បញ្ហាអ៊ុយក្រែនសិនទូរទស្សនិកជនប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនឈានដល់ការបណ្ដេញនៅរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនចេញពីតំណែងដោយបានចោទប្រកាន់ថាបង្កភាពចលាចលកាន់តែខ្លាំងនៅក្នុងជួរកងទ័ពនៅក្នុងអំឡុងពេលមានសង្គ្រាមលោកប្រធានាធិបតី Volodymyr Zelensky បានបណ្ដេញលោក Mikhailo Fedorov ចេញពីតំណែងរដ្ឋមន្ត្រីការពារជាតិដែលជាផ្នែកមួយនៃការផ្លាស់ប្ដូររដ្ឋាភិបាលចុងក្រោយរបស់រដ្ឋបាលលោកមន្ត្រីអ៊ុយក្រែនមួយរូបដែលបានដឹងអំពីបញ្ហានេះបានប្រាប់សារព័ត៌មាន Kyiv Independent ថាការដកតំណែងនេះបានកើតឡើងបន្ទាប់ពីកិច្ចប្រជុំជាមួយនឹងថ្នាក់ដឹកនាំយោធានៅថ្ងៃ15កក្កដាបន្ទាប់មកលោក Fedorov បានបញ្ជាក់ពីការដកតំណែងរបស់លោកក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមនៅពេលល្ងាចដោយនិយាយថាវាជាកិត្តិយសដ៏ធំធេងដែលបានបម្រើប្រជាជនអ៊ុយក្រែនក្នុងនាមជារដ្ឋមន្ត្រីការពារជាតិកន្លងមកលោក Fedorov បានបញ្ចូលសមិទ្ធផលសំខាន់ជាង20នៃអាណត្តិរបស់លោករួមទាំងការបិទប្រព័ន្ធ Starlink សម្រាប់កងកម្លាំងរុស្ស៊ីយុទ្ធនាការប្រឆាំងនឹងភស្តុភាររបស់រុស្ស៊ីនៅក្នុងតំបន់ Crimea និងគំនិតផ្ដួចផ្ដើមកែតម្រង់យោធាដែលមិនមានប្រជាប្រិយភាពប៉ុន្តែមានសារៈសំខាន់ខ្លាំងរដ្ឋមន្ត្រីដែលចាក់ចេញពីតំណែងរូបនេះក៏បានរាយបញ្ជីគោលដៅ3ដែលលោកមិនអាចសម្រេចបានផងដែរដូចជាការផ្លាស់ប្ដូរក្រសួងការពារជាតិអ៊ុយក្រែនយ៉ាងពេញលេញស្របតាមអង្គការ NATO និងគំនិតរួមការផ្លាស់ប្ដូរប្រព័ន្ធផ្គត់ផ្គង់យោធានិងការកសាងវប្បធម៌នៃការទទួលខុសត្រូវលោក Fedorov បានសរសេរថាសូមអរគុណដល់អ្នករាល់គ្នាដែលកំពុងការពារអ៊ុយក្រែនហើយធ្វើការដើម្បីជ័យជំនះសូមអរគុណដល់ក្រុមការងារទាំងមូលរបស់លោកចំពោះសេវាកម្មដ៏មានប្រសិទ្ធភាពរបស់ពួកគេ24ម៉ោងលើ24ម៉ោងលោកនឹងបន្តធ្វើការឆ្ពោះទៅរកបេសកកម្មដែលរូបលោកបានមកកាន់ក្រសួងការពារជាតិដើម្បីកម្ចាត់សត្រូវតាមរយៈភាពមិនស៊ីសង្វាក់គ្នាល្បឿននៃនវានុវត្តន៍និងកម្លាំងរបស់អង្គការអ៊ុយក្រែនសមាជិកសភាមួយរូបមកពីគណៈបកកាន់អំណាចលោក សមាជិកសភាមកពីគណៈបក Servant of the People បានប្រាប់សារព័ត៌មាន Kyiv Independent ដោយមិនបញ្ចេញឈ្មោះថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Ihor Klimenko ត្រូវបានផ្ដល់ជូនតួនាទីជារដ្ឋមន្ត្រីការពារជាតិបន្ទាប់របស់ប្រទេសអ៊ុយក្រែនរុស្ស៊ីបានវាយប្រហារដោយបាញ់ស្រោចយ៉ាងខ្លាំងក្លាចូលទៅក្នុងរដ្ឋធានីគៀវរបស់ប្រទេសអ៊ុយក្រែនជាថ្មីម្ដងទៀតបន្ទាប់ពីអ៊ុយក្រែនបានចុះហត្ថលេខារួមគ្នាជាមួយសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនក្នុងការបង្កើតយានដ្រូនក្រមមន្ត្រីអ៊ុយក្រែនបានឲ្យដឹងថារដ្ឋធានីគៀវបានរងការវាយប្រហារយ៉ាងធំពីរុស្ស៊ីខណៈមីស៊ីលប្លង់បានធ្លាក់លើស្រុកជាច្រើនដែលបង្កឲ្យមានការផ្ទុះឆេះដោយសរសេរលើបណ្ដាញទំនាក់ទំនងសង្គម Telegram នៅព្រឹកថ្ងៃប្រហោះនេះលោក Vitaly Klitschko អភិបាលក្រុងគៀវបានឲ្យដឹងថាសេវាកម្មសង្គ្រោះបន្ទាន់កំពុងព្យាយាមពលុតអគ្គិភ័យនៅទូទាំងរដ្ឋធានីបន្ទាប់ពីឃ្លាំងមួយនៅក្នុងស្រុក Sviatoshinsky និងអគារមិនមែនលំនៅឋាននៅក្នុងស្រុក Danitsky ត្រូវបានរងការវាយប្រហារ
លោកបន្ថែមថាកំទេចកំទីមីស៊ីលដែលធ្លាក់មកក៏បានប៉ះចំតំបន់អភិវឌ្ឍមិនមែនលំនៅឋានមួយនៅក្នុងស្រុកដានីសៀផងដែរដែលបង្កឲ្យមានអគ្គិភ័យបន្ថែមក្រោយមកបញ្ជាការកងទ័ពអាកាសអ៊ុយក្រែនបញ្ជាក់ថាការគំរាមកំហែងភ្លាមត្រូវបានដកចេញបន្ទាប់ពីប្រហែល1ម៉ោងការវាយប្រហារនេះកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានទៅទស្សនកិច្ចក្រុងគៀវហើយបានប្រកាសពីកិច្ចព្រមព្រៀងដ្រូនថ្មីរវាងអ៊ុយក្រែននិងសហភាពអឺរ៉ុបទូរទស្សនិកជនប្រធានាធិបតី Volodymyr Zelensky របស់ប្រទេសអ៊ុយក្រែនបានលើកឡើងថាអ៊ុយក្រែនអាចនឹងឈានទៅផលិតប្រព័ន្ធប្រឆាំងគ្រាប់មីស៊ីល Patriot នៅក្នុងចុងឆ្នាំនេះបន្ទាប់ពីទទួលបានការអនុញ្ញាតពីលោក Donald Trumpប្រធានាធិបតី Volodymyr Zelensky បានឲ្យដឹងនៅថ្ងៃពុធទី15កក្កដាថាអ៊ុយក្រែនរំពឹងថានឹងមានសមត្ថភាពបច្ចេកទេសក្នុងការផលិតមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ផលិតដោយអាមេរិកនៅចុងឆ្នាំនេះលោក Zelensky បានប្រាប់អ្នកសារព័ត៌មានថាអ៊ុយក្រែនមានជើងទម្របាញ់មីស៊ីលនិងមីស៊ីលសម្រាប់គម្រោងប្រឆាំងមីស៊ីល Ballistic Freya មកពីអឺរ៉ុបហើយសង្ឃឹមថាការធ្វើតេស្តរបស់ខ្លួននឹងទទួលបានជោគជ័យទន្ទឹមនឹងនេះលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបាននិយាយនាថ្ងៃពុធទី15កក្កដាថាសហភាពអឺរ៉ុបនិងអ៊ុយក្រែនបានចុះហត្ថលេខាលើភាពជាដៃគូឧស្សាហកម្មការពារជាតិថ្មីក្នុងបំណងពង្រីកការផលិតដ្រូនរួមគ្នាដោយការរួមបញ្ចូលគ្នានៅជំនាញនៅសមរភូមិរបស់អ៊ុយក្រែនជាមួយនឹងសមត្ថភាពផលិតរបស់អឺរ៉ុបថ្លែងនៅក្នុងពិធីអបអរទិវារដ្ឋរបស់អ៊ុយក្រែននៅក្នុងទីក្រុងគៀវលោកស្រី von der Leyen បានចាត់ទុកកិច្ចព្រមព្រៀងនេះថាជាកិច្ចព្រមព្រៀងយានដ្រូនរបស់ពួកលោកស្រីផ្ទាល់និងបាននិយាយថាកិច្ចព្រមព្រៀងនឹងគាំទ្រដល់ការផលិតរួមគ្នាការវិនិយោគនិងការពង្រីកការផលិតវិស័យការពារជាតិ